តើអ្នកជឿលើការធ្វើដំណើរឆ្លងពេលវេលាដែរឬទេនៅថ្ងៃទី22ខែមិថុនាឆ្នាំ2019មានគណនីអាចកំបាំងមួយបានលេចឡើងនៅលើបណ្ដាញសង្គមម្ចាស់គណនីនោះមានឈ្មោះថា KFK គាត់បានប្រកាសយ៉ាងច្បាស់ថាខ្លួនបានធ្វើដំណើរត្រឡប់ពីឆ្នាំ2060មកកាន់ឆ្នាំ2019វិញជាការពិតណាស់មនុស្សដំបូងដែលបានឃើញសារនេះសុទ្ធតែគិតថាវាជារឿងលេងសើចឬជាការទាក់ទាញចំណាប់អារម្មណ៍ប៉ុណ្ណោះប៉ុន្តែរឿងរ៉ាវបានប្រែប្រួលនៅពេលដែល KFK ចាប់ផ្ដើមឆ្លើយតបទៅនឹងសំណួររាប់ពាន់របស់អ្នកលេងអ៊ីនធឺណិតយ៉ាងលម្អិតអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺគាត់តែងតែឆ្លើយតបដោយភាពស្ងប់ស្ងាត់គ្មានការខឹងសម្បារទោះបីជាមានការប្រមាថយ៉ាងណាក៏ដោយមានគេសួរគាត់ថាហេតុអីបានជាជ្រើសរើសឆ្នាំ2019 KFK បានឆ្លើយថាព្រោះឆ្នាំនេះគឺជាឆ្នាំចុងក្រោយបង្អស់ដែលពិភពលោកមានភាពស្ងប់ស្ងាត់គាត់បានប្រមានថាចាប់ពីឆមាសទី2នៃឆ្នាំ2019តទៅពិភពលោកនឹងឈានចូលទៅក្នុងយុគសម័យនៃភាពវឹកវរដែលមិនធ្លាប់មានពីមុនមក KFK បានបញ្យល់ថាសម្រាប់មនុស្សនៅឆ្នាំ2060ឆ្នាំ2019គឺជាពេលវេលាដ៏ស្រស់បំព្រងមួយដែលពួកគេប្រាថ្នាចង់ត្រឡប់មកវិញបំផុតតើគាត់ធ្វើដំណើរមកដោយរបៀបណាគាត់អះអាងថាការធ្វើដំណើរនេះមិនមែនជារូបរាងកាយទេប៉ុន្តែគឺទិន្នន័យនៃស្មារតីដែលត្រូវបានបញ្ជូនមកកាន់អតីតកាលនិយាយពីអនាគត KFK បានបញ្ជាក់ថាទូរស័ព្ទដៃនឹងលែងមានវត្តមានទៀតហើយនៅទសវត្សរ៍ឆ្នាំ2030ជំនួសមកវិញមនុស្សនឹងប្រើប្រាស់បន្ទះឈីបឬវ៉ែនតាឆ្លាតវៃដែលភ្ជាប់ផ្ទាល់ទៅនឹងប្រព័ន្ធសរសៃប្រសាទដើម្បីទំនាក់ទំនងនិងទទួលព័ត៌មានតើការងារនឹងទៅជាយ៉ាងណាបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឬ AI នឹងកាន់កាប់ការងារភាគច្រើនធ្វើឲ្យមនុស្សជាច្រើនបាត់បង់មុខរបរប៉ុន្តែបញ្ហាដ៏ធំបំផុតមិនមែនជាភាពក្រីក្រទេគឺភាពទទេស្អាតផ្នែកស្មារតីមនុស្សនៅអនាគតមានជំងឺផ្លូវចិត្តកើនឡើងយ៉ាងខ្លាំងសម្រាប់អ្នកដែលខ្វល់ខ្វាយពីអចលនទ្រព្យ KFK បានប្រាប់ថានៅអនាគតផ្ទះសម្បែងលែងជារបស់មានតម្លៃថ្លៃកប់ពពកទៀតហើយលុយក្រដាស់នឹងរលាយបាត់ទាំងស្រុងហើយអ្វីទាំងអស់នឹងត្រូវបានទូទាត់តាមប្រព័ន្ធ Digital សុទ្ធសាធបន្ទាប់មកគាត់បានទម្លាយរឿងដ៏គួរឲ្យខ្លាចមួយគាត់បាននិយាយអំពីសង្គ្រាមលោកលើកទី3ដែលនឹងផ្ទុះឡើងនៅឆ្នាំ2048សង្គ្រាមនេះមិនមែនប្រើប្រាស់អាវុធធម្មតាទេប៉ុន្តែវានឹងពាក់ព័ន្ធនឹងសង្គ្រាមបច្ចេកទេសជីវសាស្ត្រនិងការដណ្ដើមធនធានធម្មជាតិពិភពលោកទាំងមូលនឹងរងការខ្ទេចខ្ទាំយ៉ាងធ្ងន់ធ្ងរហើយចំនួនប្រជាជនពិភពលោកនឹងធ្លាក់ចុះយ៉ាងខ្លាំងដែលមិនគួរឲ្យជឿទន្ទឹមនឹងនោះគ្រោះមហន្តរាយធម្មជាតិនឹងកើតឡើងជាបន្តបន្ទាប់ដោយសារតែការកើនឡើងកម្ដៅផែនដីមិនអាចគ្រប់គ្រងបានមនុស្សដែលនៅរស់រានមានជីវិតនឹងត្រូវបដូរការរស់នៅទៅជាសហគមន៍តូចដែលអាចផលិតអាហារនិងថាមពលដោយខ្លួនឯងបន្ទាប់ពីសង្គ្រាមនិងគ្រោះមហន្តរាយជាប់សពគ្រប់ផ្នត់គំនិតរបស់មនុស្សជាតិបានផ្លាស់ប្ដូរទាំងស្រុងនៅឆ្នាំ2060គ្មាននរណាម្នាក់ខ្វល់ពីម៉ាកសម្លៀកបំពាក់ល្បីៗរថយន្តទំនើបឬភាពមានបានខាងសម្ភារៈទៀតឡើយអ្វីដែលពួកគេឲ្យតម្លៃបំផុតគឺសេចក្តីស្រឡាញ់គ្រួសារភាពស្ងប់ស្ងាត់ក្នុងចិត្តនិងការយល់ដឹងពីខ្លួនឯង KFK បានលើកឡើងថាជំនឿសាសនានឹងមានការប្រែប្រួលមនុស្សនឹងងាកទៅរកការអភិវឌ្ឍផ្លូវចិត្តនិងការស្វែងយល់ពីរចនាសម្ព័ន្ធនៃចក្រវាឡកាន់តែជ្រៅពេលគេសួរថាហេតុអីមិនព្រមានពីគ្រោះថ្នាក់ជាក់លាក់ដើម្បីជួយសង្គ្រោះជីវិតមនុស្ស KFK ឆ្លើយថាក្បួនច្បាប់នៃការឆ្លងពេលវេលាមិនអនុញ្ញាតឲ្យផ្លាស់ប្ដូរប្រវត្តិសាស្ត្រឡើយគាត់គ្រាន់តែជាអ្នកសង្កេតការណ៍និងជាអ្នកផ្ដល់សារដាស់តឿនប៉ុណ្ណោះការសម្រេចចិត្តថានឹងត្រូវធ្វើអ្វីគឺជាសិទ្ធិរបស់អ្នករស់នៅបច្ចុប្បន្នសារដ៏សំខាន់មួយទៀតរបស់គាត់ណាគឺផ្ដាំឲ្យយើងកាត់បន្ថយការពឹងផ្អែកលើទូរស័ព្ទដៃនិងបណ្ដាញសង្គមឲ្យបានច្រើន
ក៏ទទូចឲ្យយើងចំណាយពេលជាមួយមនុស្សជាទីស្រឡាញ់មើលថែសុខភាពនិងត្រឡប់ទៅរកធម្មជាតិវិញមុនពេលអ្វីៗហួសពេលបន្ទាប់ពីឆ្លើយសំណួរអស់រយៈពេលជាច្រើនថ្ងៃគណនីរបស់ KFK ស្រាប់តែបាត់ទៅវិញយ៉ាងអាតកំបាំងគ្មានបន្សល់ដានអ្វីទាំងអស់រហូតមកដល់ពេលនេះគ្មាននរណាម្នាក់អាចបញ្ជាក់បានទេថាតើ KFK ពិតជាអ្នកដំណើរឆ្លងពេលវេលាឬគ្រាន់តែជាមនុស្សប្រឌិតរឿងដ៏ពូកែម្នាក់ប៉ុន្តែអ្វីដែលគួរឲ្យព្រឺសម្បល់នោះគឺព្រឹត្តិការណ៍ជាច្រើនដែលបានកើតឡើងក្រោយឆ្នាំ2019ហាក់ដូចជាស្របទៅនឹងការទស្សន៍ទាយរបស់គាត់មិនថាវាជាការពិតឬអត់នោះទេរឿងរ៉ាវរបស់ KFK បានធ្វើឲ្យមនុស្សរាប់លានអ្នកភ្ញាក់រលឹកហើយគិតឡើងវិញពីតម្លៃនៃជីវិតរបស់ពួកគេវាជាការក្រើនរំលឹកថាអនាគតរបស់យើងមិនមែនកំណត់ដោយបច្ចេកទេសទេប៉ុន្តែដោយការសម្រេចចិត្តនិងសេចក្តីស្រឡាញ់របស់យើងនៅថ្ងៃនេះប្រសិនបើអ្នកពិតជាដឹងថាពិភពលោកនឹងជួបវិបត្តិធ្ងន់ធ្ងរនៅថ្ងៃអនាគតតើអ្នកនឹងរស់នៅថ្ងៃនេះដោយរបៀបណាសូមបន្សល់ទុកនៅគំនិតរបស់អ្នកនៅក្នុងប្រអប់ comment ខាងក្រោមកុំភ្លេចចុច like និង subscribe ដើម្បីទទួលបានវីដេអូរឿងរ៉ាវអប់រំនិងអាចកំបាំងថ្មីៗបន្ថែមទៀតជួបគ្នានៅវីដេអូក្រោយ